ចាជំរាបសួរចាហ្នឹងហើយចាអ្នកមីងកាន់មីក្រូតាមធម្មតាចុះហើយដាក់ឲ្យគៀបមាត់ណាអ្នកមីងឈ្មោះអីអញ្ជើញមកពីខាងណាខ្ញុំឈ្មោះលៀនចន្ទធីលៀងចន្ទធីចាលៀងចន្ទធីមកពីខាងណាវិញអ្នកមីងពីតាពាំងប្រាសាទខេត្តឧត្តរមានជ័យពាំងប្រាសាទឧត្តរមានជ័យចាមកដល់ ABC ហ្នឹងរឿងអីវិញរឿងបាត់កូនស្រីអូបាត់កូនស្រីបាត់តំណងតាំងពីថ្ងៃ6ខែ5មករហូតដល់ឥឡូវថ្ងៃទី6ខែ5ថាអស់ដល់7ខែអញ្ចឹងចាកូនស្រីឈ្មោះអីឈ្មោះលៀនចន្ទធូខ្ញុំរូបថតមានចាកូនស្រីមើលអ្នកមិញមើលយករូបថតកូនដកចេញមកហ្មងណាកូនស្រីឈ្មោះលៀងចន្ទធូណាបាត់ដំណឹងគឺតាំងពីថ្ងៃទី6ខែ5ឆ្នាំ2026ចាអូគាត់ធ្វើការខាងពេទ្យទៀតអត់ទេធ្វើការរោងចក្រតំបន់សេដ្ឋកិច្ចអូរោងចក្រអាវរោងចក្រគេធ្វើអញ្ចឹងអូមើលច្រឡំចេះមើលវិជ្ជាណាហ្នឹងហើយណាគីឡូចាអញ្ចឹងអង្គុយវិញចោះអត់អីចាំខ្ញុំឲ្យវិញថតតែ2 3ប៉ុស្តិ៍ឲ្យដាក់ឲ្យវិញចាហើយអញ្ចឹងបាត់ហ្នឹងវាចូលចិត្តមួយខែអត់មានតំណែងគាត់មានគ្រួសារមានអីហ្នឹងអ្នកមិនអញ្ចឹងអង្គុយវិញចោះចាតែវាបែកគ្នាចាធ្លាប់មានគ្រួសារដែរចាកូន2អូធ្លាប់មានគ្រួសារម្ដងហើយអាយុប៉ុន្មានហើយអាយុ34អាយុបច្ចុប្បន្ននេះ34ណាអញ្ចឹងមេម៉ាយកូន2ណាចុះគ្រួសាររបស់គាត់អីមាននៅតាក់ទងគ្នាទៀតអត់ទេគ្រួសារចានៅតែមកកូននៅអីដែរតែគាត់មកធ្វើការនៅភ្នំពេញអញ្ចឹងនៅធ្វើការភ្នំពេញតំបន់សេដ្ឋកិច្ចពិសេសណាចាពិសេសនឹងធ្វើយូរដែរហើយបែបហ្នឹងហើយចាអីគេវិញចាអមកខាងនេះវិញមកអញ្ចឹងណាចាមកអង្គុយនេះវិញអង្គុយស្រួលទៅណាចាចុះបើមានគ្នា2នាក់ធ្វើមកយកដល់អញ្ចឹងចាមកចុះអង្គុយសិនណាដល់អញ្ចឹងចាអង្គុយស្រួលយ៉ាត់ធ្លាក់ណាចាទុកទៀតកៃបាំងហ្នឹងហើយចាអត់អីគាត់អង្គុយអញ្ចឹងឃ្លៀងខ្លួនគាត់ពិបាកអង្គុយខ្លួនគាត់ហ្នឹងហើយយកអញ្ចឹងចាហ្នឹងហើយណាមិញកូនស្រីហ្នឹងអាយុ34ឆ្នាំកូន2ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសចាតំបន់សេដ្ឋកិច្ចពិសេសចាអ្នកមីស្គាល់ផ្ទះជួលគាត់អត់ស្គាល់ផ្ទះជួលបើនេះទៅហៅឃើញស្គាល់ប៉ុន្តែសួរគេនោះហើយអត់ឃើញមានទេទៅដល់ហើយចាស្គាល់រោងចក្រគាត់អត់ចាស្គាល់ដែរទៅដល់រោងចក្រទៅដល់ហើយគេអត់ដឹងប្រធានអីក្រុមហ៊ុនគេនោះគេថាអត់ឃើញបាត់តាំងពីថ្ងៃ4ជប់ធ្វើរោងចក្រហ្នឹងណាជប់តាំងពីថ្ងៃ4អញ្ចឹងបាត់តំណែងតាំងថ្ងៃ4ហ្នឹងថ្ងៃ5ថ្ងៃ6នៅតាក់ទងបានពេលព្រឹកចាពេលថ្ងៃដល់ពេលល្ងាចតាក់ទងឡើងបានត្រឹមថ្ងៃ6រហូតទៅតាក់ទងគាត់បានគាត់ថាម៉េចអាមីងអាមុនវាទៅនឹងចេះការចូលឆ្នាំហ្នឹងវាប្រាប់ខ្ញុំដែរថាម៉ែខ្ញុំចង់ទៅចិនព្រោះអីពួកម៉ាក់ខ្ញុំហៅទៅចិនទៅធ្វើការនៅក្នុងចាហើយទៅក៏វាថាទៅខ្ញុំក៏ខុសខ្ញុំដែរខ្ញុំបានខាត់កូនបានខាត់ថាកុំឲ្យទៅអីណាចាថាទៅធ្វើការរោងចក្រហ្នឹងហើយទៅក៏អូបាត់តំណែងតាំងពីថ្ងៃ6រហូតទៅឥឡូវហ្នឹងទៅតាក់ទងគាត់បានឆាតអីគាត់បានបាត់អស់លីងតែគាត់ប្រាប់តែប៉ុណ្្នឹងឯណាចាហើយទៅនេះអ្នកនាំទៅខ្ញុំវាឆាតមកខ្ញុំស្គាល់ដែរវាឆាតមកការចូលឆ្នាំហ្នឹងម្នាក់នេះហៅទៅហ្នឹងណាចាម្នាក់ហ្នឹងហៅកូនខ្ញុំទៅហ្នឹងមិនបានមិញដឹងថាគាត់អ្នកនាំទៅកូនខ្ញុំវាប្រាប់ថាពូម៉ាក់ខ្ញុំហៅទៅចិនហ្នឹងហៅទៅតែថងដល់ចិនដល់ខ្ញុំអត់ដឹងទេព្រោះអីខ្ញុំអត់ដឹងដែរណាបាត់តំណងពីថ្ងៃ6ដឹងទៅដល់ខ្ញុំអត់ដឹងណាចាហ្នឹងតែមុនពេលដែលគាត់ចេញទៅនោះគាត់បាននិយាយតែប៉ុណ្្នឹងទេឬក៏មានធ្លាប់បង្ហើបអីផ្សេងទៀតដែរអត់ទេថាមុនពេលបាត់ខ្លួនហ្នឹងណាអត់មាននិយាយអីទេគ្រាន់ថាចេះគាត់ហ្នឹងម៉ែវឹកខ្ញុំទៅ4 5ថ្ងៃពី3ថ្ងៃបានតាក់ទងចាំខ្ញុំតាក់ទងមកវិញព្រោះអីអត់មានសេវាវាថាអញ្ចឹងណាតែដល់ម្ដងខ្ញុំអត់ដឹងទេព្រោះអីថ្ងៃ24នេះអ្នកចិត្តខាងខ្ញុំហ្នឹងតែលៃកូនខ្ញុំហ្នឹងតែទៅចូលចូលតែលើកនិយាយតែពី3ម៉ាត់ឈប់រួចទៅបាត់ឥឡូវបាត់ទៀតអត់មាននិយាយអត់មានលើកអត់មានតែក៏អត់មានលើកដែរឆាតអីបាត់ទៅហើយដល់មិញឲ្យគេជួយតាក់ទងទៅហ៎ចាឲ្យគេតាក់ទងទៅរួចទៅគេតាក់ទងទៅបានលើកតាមផ្លែហ្នឹងប៉ុន្តែមិនមែនកូនខ្ញុំទេទូរស័ព្ទកូនខ្ញុំណាឡៃកូនខ្ញុំតែអ្នកទទួលហ្នឹងមិនមែនទេមនុស្សស្រីចាមនុស្សស្រីគេឆ្លើយថាម៉េចគេឆ្លើយគេឆ្លើយថាគេអត់ដឹងចុះទូរស័ព្ទកូនយើងហ្នឹងចាទូរស័ព្ទកូនខ្ញុំជួយបានសួរថាមិនបានឆ្លើយអត់ដឹងហើយនឹងមិនក៏នៅគាត់ចាព្រោះអញ្ចឹងថាខ្ញុំសង្ស័យគេយកទៅឃុំឃាំងឲ្យទុកគេដកទូរស័ព្ទកូនចឹងអ្នកវិញបានដាក់ពាក្យប្តឹងហើយនៅខ្ញុំដាក់ពាក្យនៅទៅពាំងប្រាសាទហើយពាំងប្រាសាទគឺយើងរស់នៅតែនៅកន្លែងគាត់ធ្វើការនេះបានដាក់ពាក្យប្តឹងហើយនៅកន្លែងធ្វើការចាទីតាំងដែលគាត់បាត់ណាទីតាំងគាត់បានដាក់ផងត្រូវដាក់ហើយមួយទៀតបើអាចតែមិញទៅដាក់ពាក្យប្តឹងនៅក្រសួងមហាផ្ទៃហើយមួយទៀតណានៅក្បាលខ្នល់នេះ
ស៊ូមហាផ្ទៃ ចានៅថ្ងៃចូលទៅមើលព្រោះវាបាត់ចិត្តមួយខែហើយហើយដែលមីងសង្ស័យថាតាក់តងជាមួយនឹងការចាញ់បោកមិត្តភ័ក្តិនាំទៅចិនទៅអីចឹងមីងទៅតាក់តងមួយគេហ្នឹងដើម្បីដាក់ពាក្យប្តឹងធ្វើការស្រាវជ្រាវទៅក្នុងនាមយើងជាម្ដាយចឹងណាប៉ុន្តែមុនពេលដែលគាត់បាត់ខ្លួនកន្លងមកអីគឺគាត់ធម្មតាជាមួយគ្រួសារកូនចៅពេលលើការឲ្យចាវេលុយអីរាល់ខែមួយខែ2ដងខែ2ដងចាហើយតែតែលើកនឹងហើយមុននឹងបាត់ហ្នឹងគឺថាចង់ដូរទៅចិនចាហើយមិត្តភក្តិនេះមានលេខទូរស័ព្ទតាក់តងហ៎អត់វាមិត្តភក្តិចាំមិនបានមីងដឹងថាម្នាក់នឹងជាអ្នកនាំទៅខ្ញុំឃើញឆាតចូលឆ្នាំហ្នឹងខ្ញុំឃើញឆាតមកមុខម្នាក់ហ្នឹងចាតែម្នាក់ហ្នឹងគេនិយាយអីបានមីងថាគេខ្ញុំលឺនិយាយដែរថាឲ្យហៅកូនខ្ញុំទៅធ្វើការនៅក្នុងអីចឹងណាចាខ្ញុំលឺនិយាយគ្នាខ្ញុំអង្គុយក្បែរហ្នឹងខ្ញុំស្ដាប់បានដែរទៅខ្ញុំឃើញរូបម្នាក់ហ្នឹងចុះគាត់ហើយនឹងកូនស្រីអ្នកមីងធ្វើការរោងចក្រមួយគ្នាឬក៏អត់ទេមិននឹងថាទៅចិនយូរហើយគេយកប្តីចិនគេហៅទៅថាបងវានៅធ្វើការបងវាយកប្តីចិនដែរមិននឹងរួចទៅគេបើករោងចក្រហៅកូនខ្ញុំទៅថាចង់កូនខ្ញុំថាចង់ទៅធ្វើរោងចក្រនៅក្នុងដែររោងចក្រនៅចិននោះចាតែខ្ញុំថាមិនអាចទៅដល់ចិនទេព្រោះអីវាថ្ងៃ24នឹងតែទៅអ្នកចិត្តខាងខ្ញុំតែទៅចូលនៅនឹងធ្វើទៅដល់ចិនលេខហ្នឹងតែអត់ចូលទេចាអញ្ចឹងសង្ស័យថានៅណាមួយអីចឹងណាចានៅប្រទេសខ្មែរយើងទេប៉ុន្តែនៅណាចាអញ្ចឹងអ្នកមីងមានអាជាក់ស្ដែងអាចទៅដាក់ពាក្យប្តឹងនៅក្រសួងមហាផ្ទៃបន្ថែមទៀតណាក្រសួងមហាផ្ទៃចានៅចាដើម្បីឲ្យគេស្រាវជ្រាវតាមលេខទូរស័ព្ទរបស់គាត់អីចឹងណាចាថ្ងៃមុនខ្ញុំតែចូលប៉ុស្តិ៍ ABC ណាចាខ្ញុំអត់មានលុយមកឡើងមកខ្ញុំតែចូលទៅគាត់និយាយថាឲ្យទៅដាក់ពាក្យបណ្ដឹងនៅអីអគ្គស្នងការចាហ្នឹងហើយមួយគ្នាហ្នឹងឯងតើទៅហ្នឹងឯងចាស្នងការចាហ្នឹងហើយយើងទៅចឹងដោយសារអីយើងមានការសង្ស័យថាអាចនឹងគាត់ចាញ់បោកមិត្តភ័ក្តិគេលួងយកទៅជួញដូរឆោបោកឬក៏មិនឬក៏ទៅធ្វើការនៅប្រទេសចិនយកប្តីចិនដោយខុសច្បាប់អត់មានអីមិនអាហ្នឹងតើថាខាងសមត្ថកិច្ចទៅគេមាននីតិវិធីនៅក្នុងការស្រាវជ្រាវឲ្យច្បាស់លាស់ចាសម្រាប់ពួកខ្ញុំបានត្រឹមតែមកជួយផ្សព្វផ្សាយដាក់ផ្សាយរូបភាពរបស់គាត់នៅក្នុងការ live ប៉ុន្តែនីតិវិធីក្នុងការតំណងស្រាវជ្រាវឬស៊ើបអង្កេតអីអាហ្នឹងយើងអត់មានសមត្ថភាពធ្វើបានទេអញ្ចឹងណាអញ្ចឹងបានតែមីងអញ្ជើញមកហើយអាហ្នឹងតែមីងអញ្ជើញទៅដល់ទីតាំងនឹងផ្ទាល់អញ្ចឹងទៅឲ្យកង់3គេជូនអញ្ចឹងទៅដល់អគ្គស្នងការហ្នឹងចាហ្នឹងហើយទៅខ្ញុំក៏បានដែរចាដើម្បីដាក់ពាក្យប្តឹងតាក់ទងនឹងករណីបាត់កូនស្រីដោយសង្ស័យថាអាចនឹងមានដៃគូមិត្តភ័ក្តិហ្នឹងលួងលោមឆោបបោកយកទៅចាអញ្ចឹងយើងអាចយករូបភាពអញ្ចឹងហើយចុះកូនគាត់នៅផ្ទះហ្នឹងអាយុប្រហែលអស់ហើយកូនវានឹងដាក់បាត់ហ្នឹងកូនអាបងអាយុ15មីស្រីបោនោះអាយុ10ឆ្នាំធំអស់ហើយអញ្ចឹងចាប៉ុន្តែគាត់អត់មានសារអីឆ្លងឆ្លើយជាមួយកូនដែរវាមានដូចអត់មានសារឲ្យឆ្លងឆ្លើយទេមុននឹងបាត់ខ្លួនហ្នឹងក៏អត់មាននិយាយអីថាណែនាំផ្ដែផ្ដាំកូនអីទេមុននឹងបាត់ហ្នឹងវាដឹងថាទៅចិនគេហៅទៅចិនថាទៅចិនឲ្យនៅជាមួយយាយអីចឹងណាផ្ដាំកូនចឹងដែរព្រោះតែខ្ញុំសង្ស័យមិនទៅដល់ចិនទេបើទៅដល់ចិនមិនគូមិនតាក់ទងឲ្យមកជិតមួយខែហើយមានអ្នកនាំទៅនឹងមិនគូវាមិនបើកឆាតបើកអីមិនគូវាបិទឆាតបិទអីអស់ចាអូអ្នកមីងមានឆាតជាមួយម្នាក់ហ្នឹងដែរឆាតវាអត់ទេខ្ញុំមានឆាតវាតែឆាតវា Facebook វាដាក់បែកដើម្បីជួបFacebook ម្នាក់ស្អីនេះហ៎ចាហើយទៅចុះ Facebook កូនអ្នកមីងឈ្មោះអី Facebook កូនខ្ញុំឈ្មោះចន្ទលៀនចន្ទធូហ្នឹងហើយសខ្មែរហ្នឹងហ្មងគីឡូទេអត់ដឹងសខ្មែរហ្នឹងអីទេខ្ញុំវាមិនចេះឆែកសុំមើលតិចមើលសុំមើល profile Facebook គាត់តិចមើលខ្ញុំវាមិនចេះចឹងចេះអីហ្នឹងខ្ញុំមកជាមួយចៅចាខ្ញុំចេះឯងនេះហ៎មួយឯងជួយមើលអត់មានអ៊ីនធឺណិតចាជួយអត់ដឹងថាមិនចឹងគាត់តែចង់ដឹងថាគាត់លេងអីអត់ចឹងជួយខ្ញុំមកដឹងឲ្យបានថានឹងកំពុងជួយផ្សព្វផ្សាយរូបភាពរបស់គាត់នឹងឯងណាអ្នកមីងចាហើយដល់តែការលេងរបស់គាត់ហ្នឹងយើងអត់ដឹងថាគាត់នៅលេងឬក៏បន្តទៀតឬក៏មិនគេលូចូលទៅឈ្មោះអីគេមើលចាលេងចន្ទធូចាអញ្ចឹងគាត់អ្នកមីងចូលឆែកមើល Facebook គាត់ឃើញឈប់លេងដែរឲ្យកូនចូលមើលអត់មានបើកសោះអត់បើកដែរបិទអនឡាញរហូតដែរតាំងពីថ្ងៃ6នោះបាត់រហូតទៅឥឡូវ TikTok អីក៏អត់មានដែរទាំងអស់អាឡៃក៏តាក់ទងមិនបានអា Facebook នោះក៏បាត់អស់អាលីងឆាតនោះបាត់អស់ចាអញ្ចឹងឥឡូវហ្នឹងអត់មានលេខសម្រាប់តាក់ទងអីទាំងអស់ហ្មងលេខទូរស័ព្ទឆាត Facebook TikTok អីហ្នឹងគឺបិទចោលទាំងអស់ណាចាអញ្ចឹងក្រុមគ្រួសារអត់មានណាតាក់ទងសូម្បីតែកូនគាត់ក៏គាត់អត់មានតែមកសួរនាំអីដែរចាបើកាលវានៅរោងចក្រហ្នឹងតែមកមួយថ្ងៃ2ដងអីនោះចាដល់ពេលឥឡូវហ្នឹងបាត់ឆឹងហ្មងចាចុះអ្នកមីងមានដែរឆាតអានេះ account TikTok របស់មីងហ្មងឬ account TikTok Facebook របស់កូនទូរស័ព្ទនេះមីងលេង Facebook ដែរមែនមានតែចាមានដែរឆាតមួយចុះមានដែរឆាតទៅកូនទេទូរស័ព្ទហ្នឹង
ដែលឆាតតាក់តងគ្នាតាមទូរស័ព្ទហ្នឹងហ៎ ចាពីមុនឆាតតែឥឡូវវាបាត់ទៅអត់ដែរបានតាក់តងឆាតអីផង យល់ហើយតែពីមុនមានឆាតមើលឲ្យគាត់មើល profile ខ្ញុំវាមិនចេះហ្នឹងទៅចៅខ្ញុំនៅក្រោម ឈ្មោះអត់ឃើញវាអត់ឃើញ នឹកមកហ្នឹង អត់អីអញ្ចឹងចាំឲ្យទៅវិញឲ្យចៅនឹងឲ្យកូនរបស់គាត់នឹងចូលឆែកមើល profile ម្ដាយគេនឹងទៅថាឃើញនៅលេងនៅអីតែមិញថាមិញឆែកមើលឲ្យអត់មានលេងអត់មានអីទេ ចាអត់មានទេបាត់រហូតចៅខ្ញុំវាឆែករាល់ថ្ងៃហ្នឹង អូអញ្ចឹងមានតែឆាតអត់ហើយអញ្ចឹង ចា អញ្ចឹងឥឡូវកុំឲ្យអ្នកមិញឯងខាត់ពេលយូរណាបានផ្សព្វផ្សាយជាមួយនឹង Visual ABC ចាដាក់រូបភាពរបស់គាត់នៅក្នុងការ live ទាំងក្នុង Facebook ទាំងនៅក្នុង app ចាអញ្ចឹងអាវ៉ាន់មកសូមដាក់រូបភាពគាត់បន្ថែមទៀតនៅក្នុងlive ដាក់យ៉ាងឆ្ងាយតិចមកក៏បានដែរមិនដាក់គៀកពេកទេចាហ្នឹងហើយអញ្ចឹងតែមិញចង់និយាយ សង្ឃឹមតកូននឹងហើយក ូនទីម៉ាន កូនទី1 កូនទាំងអស់ម៉ានក ូនខ្ញុំ3តែប្រុស2 ចាអញ្ចឹងឥឡូវអ្នកមិញអាចធ្វើការផ្សព្វផ្សាយជាសាររបស់ម្ដាយទៅកាន់កូនស្រីបន្ថែមទៀតតម្រងទៅណាចាចង់និយាយអីទៅគេលោគាត់បានមើលការ live បានមើលការផ្សាយរបស់ Visual ABC អីចឹងណាចាអញ្ចឹងគាត់អាចឮសូរសំឡេងស្រែកដង្ហែហៅពីម្ដាយណាឲ្យគាត់វិលត្រឡប់មកផ្ទះសម័យវិញចាឲ្យគាត់វិលត្រឡប់មកវិញចាអញ្ចឹងអ្នកមិញមើលទៅខាងមុខកាមេរ៉ាហ្នឹងទៅហើយអ្នកមិញចង់ផ្ដាយផ្ដាំផ្ញើអីទៅកាន់គាត់ជាកូនអ្នកមិញអញ្ជើញមានប្រសាសន៍ទៅណាសម្រាប់ពួកខ្ញុំគឺបានជួយផ្សព្វផ្សាយតាមរយៈការផ្សាយជាសំឡេងរូបភាពអីហ្នឹងហើយតែការស្រាវជ្រាវបែបនីតិវិធីច្បាប់តើតើសមត្ថកិច្ចជំនាញចាខ្ញុំជួយបានប៉ុណ្ណឹងណាអញ្ចឹងតែមិញមើលនេះដាក់រូបថតគាត់អានេះហ្មងអូនវាអត់ផ្លាតកញ្ចក់កាមេរ៉ាអញ្ចឹងតែមិញចាបាច់រូបថតគេដាក់រូបថតតកូនគាត់បានហើយចានឹងអាហ្នឹងមិនមែនទេមិនកូនគាត់ទេចាហ្នឹងចាហ្នឹងអាហ្នឹងទៅអាហ្នឹងមិញច្បាស់ជាងមុខចាតោះអញ្ចឹងតែមិញចាហ្នឹងហើយគេដាក់តកូនតែមិញហើយចាតោះហើយតែមិញមើលកាមេរ៉ាទៅណាចាចង់និយាយពីអីទៅកាន់កូន ចាខ្ញុំចង់និយាយពីថាកូនឲ្យបើបានឮតំណឹងឲ្យម៉ែផ្សាយនឹងហើយនេះសូមឲ្យកូនវិលត្រឡប់មកវិញចាមកកូនហើយសូមវិលត្រឡប់មកវិញកុំឲ្យម៉ែបារម្ភចាឲ្យម៉ែបារម្ភណាស់រាល់ថ្ងៃដាក់មីក្រូគៀកមាត់ចេះមិនលឺមិញដាក់ខ្ពស់ពេកអត់លឺសូរសលេងទេចាសូមកូនមើលលឺបើឃើញម៉ែហើយសូមគាត់ហៅអីចំចាច័ន្ទធូហ្នឹងសូមបើដឹងម៉ែមកផ្សាយប៉ុស ABC ហ្នឹងថាលឺហើយឲ្យកូនត្រឡប់មកវិញឲ្យកូនបានដឹងតំណឹងនេះឲ្យកូនឆាប់មកផ្ទះវិញមកហើយសូមដាយផ្ដាំប៉ុណ្ណឹងចុះកូនចៅកូនគាត់នោះនឹកគាត់ទេកូននោះនឹកណាស់ហើយកូននឹកណាស់ចាចឹងពាក្យពេចន៍ដែលចង់ផ្ដាយផ្ដាំគឺសូមឲ្យកូនស្រីច័ន្ទធូណាចាវិលត្រឡប់មកផ្ទះវិញអត់ស៊ីមានស៊ីអីមករស់នៅជួបជុំស្រុកចាក្នុងស្រុកក្នុងប្រទេសយើងវិញអញ្ចឹងហ៎ចាចឹងកូនក៏បារម្ភពីម្ដាយក៏បារម្ភពីកូនដល់មិនដឹងបារម្ភពីខ្ញុំហើយព្រោះអីវាមិនទោះបីមិនមែនក៏តែរាល់ថ្ងៃមកកូនមកខ្ញុំការនៅស្រុកខ្មែរការកូនមិនតាន់បាត់ខ្លួនហ្នឹងចាបាត់ខ្លួនដល់ឥឡូវបាត់ខ្លួនចឹងសូមឲ្យកូនវិលត្រឡប់មកវិញនឹងអត់អីមានអីឲ្យមកជុំរស់នៅគ្នានឹងផ្ទះនឹងទៅចឹងអ៊ំចាខ្ញុំមិនសង្ឃឹមអីទេសង្ឃឹមតែវានឹងហើយដល់ឥឡូវបាត់វាទៀតនឹងសង្ឃឹមអីទេខ្ញុំចាចឹងឥឡូវអ៊ំបានផ្សព្វផ្សាយសម្លេងនៅក្នុងវិទ្យុ ABC ហើយណាចាអញ្ចឹងអ៊ំអាចអញ្ជើញទៅខាងអគ្គហ្នឹងក៏បានដែរឲ្យកង់3គេជូនចាឲ្យរកកង់3ឲ្យគេជូនទៅដាក់ពាក្យបណ្ដឹងបន្ថែមណាចាហ្នឹងហើយគីឡូបានដឹងតំណែងរបស់គាត់អ៊ំទទួលលេខទូរស័ព្ទរបស់អ៊ំហ្នឹងហើយចានឹងឲ្យប្រិយមិត្តម្នាក់ស្ដាប់ ABC ដែលកំពុងតែតាមដានស្ដាប់ជាមួយនឹងការផ្សាយរបស់វិទ្យុ ABC ផ្ទាល់ណាគណៈពេលនេះគឺយើងបានផ្សព្វផ្សាយជូនតាមការស្នើសុំរបស់អ្នកមីងលៀងចន្ទធីដែលមកពីត្រពាំងប្រាសាទឧត្តរមានជ័យណាចាដែលមកផ្សព្វផ្សាយដល់កូនស្រីរបស់គាត់ឈ្មោះលៀងចន្ទធូអាយុ34ឆ្នាំជាស្ត្រីមេម៉ាយកូន2ដែលរស់នៅខាងឧត្តរមានជ័យឡើងមកធ្វើការងារភ្នំពេញនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសចាក្នុងការបាត់ខ្លួននេះគឺចិត្តរយៈពេល1ខែហើយតាំងពីថ្ងៃទី6ខែ5មកណាចាអញ្ចឹងអត់ដឹងថាបាត់តំណែងទៅទីណាកន្លែងណាទេណាបើសិនជាបានលឺសូរការផ្សព្វផ្សាយពីវិទ្យុ ABC ហើយជួយតាក់ទងមកផងបើសិនជាបានលឺបានឃើញបានស្ដាប់ពីការផ្សាយណាចារូបហ្នឹងណារូបភាពហ្នឹងសូមតែមិននិយាយដាក់មីក្រូចាហ្នឹងចាបាទអ្នកណាបានឃើញរូបភាពកូនខ្ញុំហ្នឹងសូមឲ្យកូនខ្ញុំហ្នឹងត្រឡប់មកវិញសូមប្រាប់កូនខ្ញុំណាឲ្យត្រឡប់មកផ្ទះវិញចាហ្នឹងហើយបានដឹងបានលឺបានឃើញហើយជួយប្រាប់ផងជួយប្រាប់កូនខ្ញុំផងជាលៀនចន្ទធូហ្នឹងឲ្យត្រឡប់មកវិញ
ម៉ែបារម្ភ ម៉ែក៏បារម្ភកូនគាត់ក៏បារម្ភពីគាត់ បារម្ភដែរ ចាហ្នឹងហើយអ្នកមីងអញ្ចឹងខ្ញុំបានជួយផ្សព្វផ្សាយបានត្រឹមប៉ុណ្្នឹងទេណាអ្នកមីងចាអញ្ចឹងនីតិវិធីបន្តទៀតយើងដើរអស់តែម្ដងចាអ្នកមីងអញ្ជើញទៅខាងអគ្គបន្ថែមដើម្បីឲ្យគេជួយរកនីតិវិធីសម្របសម្រួលជូនក្នុងករណីបាត់កូនហ្នឹងណាចាចំណែកពួកខ្ញុំទូនីតិជាអ្នកផ្សព្វផ្សាយខ្ញុំបានផ្សាយជាមួយនឹងរូបភាពរបស់គាត់អីប៉ុណ្្នឹងហើយណាបើមានដំណឹងអីចាំខ្ញុំតាក់ទងទៅមីងតាមលេខទូរស័ព្ទរបស់វិញណាចាអញ្ចឹងអ្នកមីងអញ្ជើញចុះកុំឲ្យយប់ទាន់ណាចាអញ្ចឹងវ៉ាន់មកចាំតានេះចាតាមានដំណឹងអីតាមលេខទូរស័ព្ទពួកខ្ញុំខលទៅឥឡូវចាំអ្នកមីងជូនលេខទូរស័ព្ទទៅក្រុមការងាររបស់ខ្ញុំមកខ្សែទៅណាចាអ្នកមីងអញ្ជើញចុះនោះអ្នកមីងអញ្ជើញទៅខាងគាត់ដើម្បីគាត់ចាអញ្ចឹងចានោះអ្នកមីងអញ្ជើញទៅខាងនោះណាចាអញ្ជើញចុះហើយចាំឲ្យលេខទូរស័ព្ទទៅគេក្រុមការងារគាត់ដើម្បីងាយស្រួលគតុកក្នុងការតាក់ទងគ្នានៅពេលក្រោយបើមានដំណឹងតាក់ទងអំពីកូនរបស់គាត់វិញចាអញ្ចឹងប្រិយមិត្តអ្នកស្ដាប់ ABC ចាំជួយ share វីដេអូមួយនេះផងណាបើសិនណាជាមានអ្នកស្គាល់ចាបងអូនស្រីលៀងច័ន្ទធូអាយុ34ឆ្នាំណាដែលបាត់ដំណឹងចេញពីផ្ទះហ្នឹងរយៈពេល71ខែហើយចាតាក់ទងនឹងការបាត់ខ្លួននេះណាអញ្ចឹងបើសិនជាបងប្អូនបានដឹងបានឮដំណឹងរបស់គាត់ឬក៏សម័យខ្លួនលៀងច័ន្ទធូផ្ទាល់ចាបានឮសូរការផ្សព្វផ្សាយពីម្ដាយដោយក្តីនឹករលឹកដោយក្តីបារម្ភព្រួយពីការបាត់ដំណឹងរបស់កូនស្រីលៀងច័ន្ទធូអ្នកម្ដាយលៀងច័ន្ទធីមកប្រកាសផ្សព្វផ្សាយនៅវិទ្យុ ABC ឡើងតាំងពីតាពាំងប្រាសាទដល់មានជ័យមកប្រកាសផ្សព្វផ្សាយដល់កូនស្រីរបស់ខ្លួននេះដែលគាត់ធ្វើការនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបាត់តាំងពីថ្ងៃទី6ខែ5មកណាអញ្ចឹងសម័យខ្លួនលៀងច័ន្ទធូបើសិនជាឮសូរការផ្សាយពី ABC ហើយសូមជួយតាក់ទងផ្ដល់ដំណឹងទៅកាន់អ្នកផ្ទះរបស់ខ្លួនផងណាឬបងប្អូនបានដឹងបានស្គាល់ពីដំណឹងរបស់គាត់អាចជួយតាក់ទងមកខាងវិទ្យុ ABC ជាមួយនឹងលេខទូរស័ព្ទទាំង3ខ្សែរបស់យើងគឺលេខ010 012 060 23 10 10 ណាចាអញ្ចឹងយើងសូមអនុញ្ញាតទៅកាន់ sponsor នៅក្នុងកម្មវិធីរបស់យើងเนาะចា សូមអរគុណមកកាន់ប្រេងដុងឆា ABC បងប្អូនជាប្រភេទប្រេងដុងឆាសុខភាពបងប្អូនដែលគាត់អាសាឆាជិន